សួស្តីទាំងអស់គ្នាឥឡូវហ្នឹងខ្ញុំកំពុងដើរចេញពីប្រាសាទប្រទេសក្តីតាមច្រកខាងក្រោយដើម្បីឆ្លងទៅជ្រក់មួយនេះចឹងណាតើនេះយើងចេញទៅដល់តាព្រំទៅដល់ខ្លោងវាខ្មោចហើយនឹងទៅដល់ប្រាសាទបាយ័នអញ្ចឹងខ្ញុំនឹងដើរពីប្រាសាទប្រទេសក្តីរហូតដើម្បីទៅបាយ័នវិញនេះច្រកខាងក្រោយវាដូចតែច្រកខាងមុខដែរទេស្អាតហើយគ្រាន់តែផ្លូវដើរសិតតែស្មៅព្រោះប្រហែលជាអត់សូវមានអ្នកមកផ្លូវនេះដែរមើលទៅបាទហើយដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងនេះគឺជាខ្លោងទ្វារជ្រក់ខាងក្រោយប្រាសាទប្រទេសក្តីហើយវាមានរូបចម្លាក់នៅស្អាតច្រើននៅខាងខ្លោងទ្វារខាងក្រោយហើយមកដល់កន្លែងនេះមានផ្លូវកស៊ូតភ្ជាប់អញ្ចឹងផ្លូវកស៊ូមកតភ្ជាប់បានត្រឹមហ្នឹងទេហើយទៅដល់នោះគឺមានផ្លូវកង់អញ្ចឹងណាផ្លូវកង់នៅខាងក្រោយហើយយើងអាចមើលបាននេះនៅស្រស់ស្អាតមែនតើណាឃើញទេហើយទាំងសងខាងនៅស្អាតបែបហ្នឹងបើខ្លោងទ្វារខាងមុខអត់ស្អាតទេដូចជាខូច